មានប្រយោគមួយពោលថាត្រូវធ្វើចិត្តឲ្យទូលំទូលាយជាមួយអ្នកដទៃតែត្រូវតឹងរឹងចំពោះខ្លួនឯងទៅវិញក្នុងសម័យបច្ចុប្បន្ននេះមនុស្សបែរជាមានទម្លាប់តឹងរឹងចង្អៀតចង្អល់ចំពោះអ្នកដទៃតែទូលាយសម្រាប់ខ្លួនឯងពេលខ្លួនឯងធ្វើខុសខំកាត់រកវិធីរកលេសផ្សេងៗមកដោះសារដើម្បីឲ្យរួចខ្លួនតែបើអ្នកដទៃធ្វើខុសបន្តិចបន្តួចបែរជាស្រែកវោសវាស់រកហេតុផលធ្វើហាក់ដូចជាធំសម្បើមណាស់ឥទ្ធិពលនៃគំនិតបែងចែកដែលពោរពេញដោយភាពអាត្មានិយមបានចូលរួមឲ្យមនុស្សខ្លះពេលឃើញអ្នកដទៃមានចំណុចណាមួយអន់ខ្សោយជាងខ្លួនក៏មានគំនិតបន្ទាបបន្ថោកមើលស្រាលហើយថែមទាំងមើលរំលងនៅចំណុចខ្លាំងរបស់គេមិនថាដោយចេតនាឬដោយអចេតនាក៏ព្រោះតែក្រសែភ្នែករបស់គេសម្លឹងឃើញថាខ្លួនអស្ចារ្យជាងគេដោយពាក្យមួយតែនិយាយថាមានអ្នកណាដល់អញក្រៅពីអញមានតែអញអ្នកនិពន្ធជនជាតិចិនបានពោលថាមនុស្សម្នាក់ៗសូម្បីតែរៀនសូត្រពងខ្ពស់មានបទពិសោធន៍ច្រើនយ៉ាងណាក៏នៅតែមានចំណុចខ្វះខាតដែលគេនៅមិនទាន់ជំនាញដែររឿងនេះប្រហាក់ប្រហែលនឹងសុភាសិតខ្មែរយើងមួយដែរគឺដំរីជើង4គង់មានផ្្លាត់អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច